កាលពីសម័យកាលរាជវង្សឆេងនៃដំណាក់កាលចុងក្រោយនៃរាជវង្សនេះមហាអំណាចទាំងនោះបានគម្រាមកំហែងដល់រាជការឆេងចុះរលើកិច្ចសន្យាអយុត្តិធម៌ក្នុងនោះមានតែឆ្លូតដីធ្លីកាន់កាប់ព្រៃសោធ្វើចិត្តលក់អាភៀនក្នុងពេលនោះប្រជារាស្ត្ររស់យ៉ាងលំបាកវេទនាបណ្ដាលឲ្យប្រជារាស្ត្រក្រោកឈរតស៊ូប្រឆាំងនឹងអំពើឃោរឃៅរបស់ជនបរទេសទាំងនោះក្នុងនោះមានអ្នកដែលនាំមកគេគឺលោកហ្វកិនជ័យព្រមទាំងវ៉ាងឆេអ៊ីងដែលនៅខេត្តកងស្តុងសំណាក់ប៉ាវជាលេងជាសំណាក់ថ្នាំឬឈើសង្គ្រោះព្យាបាលមនុស្សលោកបង្ហាត់ប្រជាគុណដែលធ្វើប្រជារាស្ត្រមានការគាំទ្រសរសើរយ៉ាងខ្លាំងកូនប្រុសរបស់គាត់វ៉ាងពីហុងក៏កាន់តែមានស្នាដៃជាងឪពុកមានមនុស្សគាំទ្រកោតសរសើរនៅស្នាដៃស្នេហាជារបស់គាត់នៅសម័យកាលនោះវ៉ាងពីហុងគ្រាន់តែជាកំឡោះវ័យក្មេងម្នាក់តែប៉ុណ្ណោះវីហុងវិជាគុណរបស់អញគ្រាន់បើជាងមុនច្រើនហើយពុកអត់ចិត្តមួយខែហើយពុកមិនអីទេតាមពិតពុកក៏ជាពេទ្យដែរពុកមានរឿងអីព្យាបាលខ្លួនឯងមិនជានោះបើសិនជាមិនចឹងទេប្រាថ្នាបរទេសទៅយើងមិនត្រូវការថ្នាំបរទេសទេណាលោកគ្រូតាពិសាទឹកថ្នាំលោកគ្រូពិសាតែអាហ្វានអាស៊ូអាណាយ៉ងវាអូលោកគ្រូគេឈឺហើយលោកគ្រូភ្លេចហើយហ៎មិនវាឈឺគេឈឺបាទឈឺតែទុយទេក៏បារម្ភអីគេពិតជាមិនអីទេលោកគ្រូនិយាយទៅមើលគេសិនលោកគ្រូ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 កុំអីលោកគ្រូលោកគ្រូសម្លេងអីគឺឈីពោះគេឈីពោះមកជាធំបែបនេះគឺធ្ងន់ឈីពោះម៉ាឈីពោះមិនមែនទេគេកំពុងយំលោកគ្រូមិនមែនទេមិនយំទេយើងមិនជឿអាយ៉ង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 ហ៎មានមិនឃើញទីបែកកៅណាណាត់នឹងចុងអាយ៉ងរៀបកើថ្មីនឹងរៀបកើរឿយណាអត់ដឹងមកណាត់គឺជាសង្សាររបស់គេហើយរាល់ថ្ងៃមកណាត់តែងទៅសាច់ជ្រូកពីអាយ៉ងម៉ែណាបងយ៉ាងកាប់សាច់ជ្រូក4នាលឲ្យខ្ញុំសាច់ជ្រូក4នាលអរគុណឯងឈួតទេឯងឲ្យសាច់ជ្រូកទៅគេមិនទាន់យកលុយទេណាដឹងទេមិនអីទេតែយើងជាថកែចឹងខ្ញុំធ្វើទៀតហើយឯងល្អនឹងនាងមិនក៏នៅរៀបការជាមួយអ្នកផ្សេង
តាមពិតទៅគេរៀបការរួចទៅហើយមកពីខ្ញុំអត់ដឹងហ្នឹងមកពីឯងនៅល្ងងអូលោកគ្រូនិយាយត្រូវមែនលោកគ្រូថាអាយ៉ងពិតជាត្រឹមត្រូវមែនទេអស់ចាមែនអស់ចាអាយ៉ងល្ងងល្ងងអាក្បាលជ្រុះអាបាយយើងផងអាល្ងងមែនទេអាទូតែមនុស្សស្រីអាយើងបាយយើងផងអាល្ងងណាងាប់ទៅងាប់ទៅល្ងងណាងាប់ទៅអាល្ងងណាងាប់ទៅ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 យើងពី4ឆ្នាំទៅ5ឆ្នាំមិនក្បែរគ្រឿងរបៀបនេះងាប់ទៅអាល្ងងសាប់ទៅណាហ៊ុយងាប់ទៅល្ងងមែនស្លាប់ទៅស្លាប់ទៅស្លាប់ទៅស្លាប់ហ៊ុយល្ងងស្លាប់ទៅយើងសងសឹកយើងសងសឹកយើងបង្ហាត់ដៃគុណបែបនេះដល់ពួកឯងកាលពីពេលណាលោកគ្រូនេះជាកុំបាច់ដល់ខ្ញុំស្រាវជ្រាវដល់ខ្លួនឯងមិនរៀនពីលោកគ្រូទេអាក្បាលជ្រុះឯងធ្ងន់ណាស់ឯងធ្ងន់មែនតើឯងសកត់លើយើងចឹងយើងធ្ងន់មែនតើយើងទៅអូលោកគ្រូអត់ក៏លោកគ្រូចាក់ខ្ញុំចឹងអូយឯងខ្លាញ់ក្បាច់គុណមែនទេហើយត្រាប់ឡើងមកឡោះណាបើចង់វាយគ្នានោះយើងវាយកំដរពួកឯងក៏បានអត់ទេត្រូវការយើងអប់រំពួកឯងដែរទេហ៎ខ្លាយភ្លាមមកមកឈរស្រួលលោកម្ចាស់ផ្សារឆ្នាំទៅលោកម្ចាស់ក្អកអញ្ចឹងដូចជាអត់បាត់ទេគួរតែពិសាឆ្នាំបារាំងវិញណាឆ្នាំពួកបរទេសប៉ុន្តែពួកបរទេសវាកំពុងតែធ្វើបាបយើងមើលងាយយើងមានរឿងអីទៅញ៉ាំឆ្នាំរបស់ពួកវានោះយើងមិនញ៉ាំឆ្នាំពួកបរទេសនោះទេណាមិនបាច់យកមកឲ្យយើងញ៉ាំទេអូណែលោកម្ចាស់ខ្ញុំបានទទួលសម្បត្តិមួយច្បាប់ពីស៊ូឈីអឺស៊ូឈីអឺគេចង់កុហកអីយើងទៀតហើយលោកម្ចាស់កុំយល់ច្រឡំនឹងគេអីយើងមានការសោកស្ដាយណាស់គេកើតមកសំនឹងហាត់ក្បាច់គុណក៏ប៉ុន្តែអត្តចរិតរបស់គេមិនព្រមកែប្រែឲ្យល្អតទៅសោះពេលដែលចេញពីផ្ទះណាការងារមិនព្រមធ្វើទេបើជាធ្វើជាអ្នកសំទានហើយក៏តែងតែផ្ញើសម្បត្តិមកឲ្យនាងទៀតនេះមិនខ្លាចគេនិយាយដើមទេយ៉ាងម៉េចអូលោកម្ចាស់ខ្ញុំរៀបការជាមួយលោកម្ចាស់ជាង10ឆ្នាំហើយលោកម្ចាស់ប្រច័ណ្ឌធ្វើអីបើសិនជាចង់ទៅស្រឡាញ់គេខ្ញុំមានរឿងអីរៀបការជាមួយលោកម្ចាស់ដែលមានកូនមួយទៅហើយនោះខ្ញុំយល់ហើយតែខ្ញុំខ្លាចនៅខាងក្រៅគេនិយាយដើមយើងណានិយាយដើមស្អីណែខ្ញុំប្រាប់លោកម្ចាស់ចុះខ្ញុំជាមួយគេពិតជាត្រឹមត្រូវណាស់បើសិនជាអ្នកណាចង់និយាយអីក៏និយាយចុះខ្ញុំនឹងវាយគេឲ្យបាក់ថ្មិញមិនចាំបាច់ឲ្យលោកម្ចាស់ធ្វើទេហេតុអីបានជាពួកឯងមិនប្រឹងបញ្ឈប់ការតាក់ទងទៅសាលាគុណទាំងឡាយតែណាក៏ដឹងពីការតាក់ទងរបស់ពួកឯងដែរឯងដឹងដែរទេតើលោកម្ចាស់ចង់ឲ្យខ្ញុំធ្វើយ៉ាងណាទេទោះយ៉ាងណាក៏ដោយយើងមិនចង់ជួបពួកជនពីកញ្ចាស់នោះទេហើយលោកវាងនិយាយតាមខ្ញុំមកហើយសាច់ច្បងសើបង